តាមពិតទៅមិនមែនអ្នកមានលុយជាមនុស្សជោគជ័យទេអ្នកមានអំណាចខ្លះមិនមែនជាមនុស្សជោគជ័យបាទអ្នកមានទ្រព្យសម្បត្តិច្រើនក៏មិនមែនជាមនុស្សជោគជ័យដែរព្រោះធម្មតាយើងអាចមានលុយលក់ដីម្ដុំបានលុយរាប់លានវាមិនមែនជាអ្នកជោគជ័យទេនៅស្រុកគេសួរពីប្រវត្តិរបស់យើងទៅចាំបងអូនទៅចាំព្រោះថ្ងៃនេះខ្ញុំ focus ទៅលើក្មេងនិស្សិតអាចទៅលើសហគ្រិនបន្តិចបន្តួចព្រោះខ្ញុំមើលសហគ្រិនតិចតួចយ៉ាងពីច្រើនគឺនិស្សិតហើយខ្ញុំចូលចិត្តនិយាយជាមួយនិស្សិតនៅស្រុកគេសួរថាឯងមានអាសាអីទៅចាំគេគ្រាន់តែមើល background ខ្ញុំមិននិយាយអាក្រក់ចំរឿងព្រោះប៉ះពាល់ដល់គេកំពុងតែប្រកបរបរហ្នឹងកាលណាគេដឹង background យើងមានអាសាហ្នឹងគេមិនឲ្យតម្លៃទេរបបខ្លះគឺគេមិនឲ្យតម្លៃគេឲ្យតម្លៃទៅលើប៉ុណ្ណាដែលពាក់ព័ន្ធនឹង social ពាក់ព័ន្ធសង្គមណែឯងធ្វើការងារផ្ដល់ការងារឲ្យសង្គមបានច្រើនគេឲ្យតម្លៃទៅលើកិច្ចការងារហ្នឹងឯងទៅចាំហ្នឹងយើងជាការយើងមោទនភាពនៅអ្វីដែលយើងធ្វើបានលុយរាប់លានហ្នឹងមិនមែនជាការជោគជ័យទេមិនមែនគុំច្រឡំបើកាលណាយើងគិតធ្វើរបៀបនេះវាអាចធ្វើឲ្យមិនមែនជាមាគ៌ាឲ្យក្មេងជំនាន់ក្រោយអាចធ្វើតាមបានទេមិនអាចធ្វើបានទេហ្នឹងទី2អ្នកមានអំណាចក៏ដោយអ្នកមានអំណាចពេលខ្លះអំណាចហ្នឹងបានមកដោយរបៀបណាខ្ញុំមិនមែនជាអ្នកនយោបាយទេខ្ញុំមិននិយាយប៉ះនយោបាយទេប៉ុន្តែអំណាចវិស័យឯកជនក៏មានអំណាចនៅក្នុងរដ្ឋក៏មានអំណាចនៅប្រទេសណាក៏មានអំណាចខ្លះគឺបានមកដោយសារឱកាសទេតើក្រោយពីយើងបានអំណាចមកនៅក្នុងវិស័យឯកជនខ្ញុំនិយាយវិស័យឯកជនបានដែរព្រោះយើងអាចមានការភ័ន្តច្រឡំទៅរឿងនយោបាយខ្ញុំមិននិយាយនយោបាយតើអំណាចយើងគ្រប់គ្រងវាដោយរបៀបណាយើងផ្ដល់ផលស្អីឲ្យអ្នកក្រមអាវ៉ាត់ហ្នឹងហើយយើងបានមកដោយជោគជ័យទេអំណាចហ្នឹងឬមកបានមកដោយរឿងចែកតន់បានមិនស្អីអញ្ចឹងពេលខ្លះយើងត្រូវមើលនៅក្នុងកិច្ចការហ្នឹងដែរទី2ទ្រព្យសម្បត្តិតើទ្រព្យសម្បត្តិអស់ហ្នឹងយើងមានទ្រព្យសម្បត្តិច្រើនយើងជាអ្នកជោគជ័យទេអញ្ចឹងបានន័យថាមនុស្សដែលជោគជ័យបងអូនត្រូវចាំថាមនុស្សត្រូវតែព្យាយាមខ្លាំងណាស់ហើយធ្វើដល់អត់ធ្មត់ព្យាយាមខ្ញុំនិយាយថាតើយើងត្រូវធ្វើម៉េចមនុស្សមិនសូវស្គាល់ថាខ្លួនឯងជានរណាទេយើងត្រូវចាំថាមនុស្សទាំងអស់ EQ និង IQ គឺខុសគ្នាស្រឡះបាទដែលមនុស្សមិនងាយនឹងមើលឃើញថាខ្លួនឯងជានរណាទេដែលបញ្ហាផងបងអូនឯងត្រូវចាំថាបងអូនឯងចង់ទៅជោគជ័យមិនបានដឹកនាំគេក៏ដោយយ៉ាងហោចនោះក៏សុំតែមករួចខ្លួនគុំលំបាកដល់គ្រួសារគុំលំបាកដល់សង្គមបងអូនត្រូវរៀនស្គាល់ខ្លួនថាខ្លួនឯងជានរណាច្បាស់លាស់សិនបើសិនជាបុគ្គលម្នាក់គ្រាន់តែរស់កំដរជីវិតទៅរៀនប្រកបតកិច្ចមិនស្គាល់សមត្ថភាពខ្លួនមិនស្គាល់ភាពប៉ិនប្រសប់របស់ខ្លួនទេបងអូនឯងមិនអាចខ្លាយជាអ្នកជោគជ័យហើយខ្លាយជាអ្នកដឹកនាំបានទេអត់អាចទេអញ្ចឹងដើម្បីខ្លាយខ្លួនជាអ្នកដឹកនាំខ្លាយគ្នាជាមនុស្សជោគជ័យបងអូនទី1ត្រូវរៀនស្គាល់ខ្លួនតើមួយជីវិតរបស់បងអូនហ្នឹងបងអូនដឹងព្រោះអាយុប៉ុណ្ណេះគឺដឹងយល់ទេម្ដាយឪពុកនឹងក៏ដោយត្រូវមើលភាពប៉ិនប្រសប់របស់កូនថាកូនប្រកែផ្នែកអីត្រូវរកឲ្យឃើញផ្នែកហ្នឹងបើសិនជារៀនល្ងឹតឆឹងអត់ដឹងតើទៅប្រឡោះណៃសម្បីតែខ្លួនឯងអាចធ្វើអីបានក៏យើងមិនដឹងណាបងអូនឯងត្រូវព្យាយាមបងអូនត្រូវត្រៀមទុកឲ្យហើយទៅត្រៀមទុកបញ្ហានៅក្នុងខ្លួនថាខ្លួនឯងនឹងជួបបញ្ហានៅពេលណាមួយជាមិនខានគឺបញ្ហាយ៉ាងហោចណាស់ព្រោះបញ្ហាអាចសុខភាពមុខរបរហើយនឹងទូនាទីដែរបើសិនជាបងអូនមិនស្វែងយល់ដើម្បីឲ្យយើងដឹងខ្ញុំនិយាយដំណាក់កាលទី1ដែលយើងដឹងតើយើងដឹងដោយរបៀបណាបើកាលណាបងអូនមិនរៀនទេបងអូនច្បាស់ជារកវិធីស្គាល់ខ្លួនឯងគោលលំបាកដែរជឿខ្ញុំមួយម៉ាត់ហ្នឹងហើយបងអូនប្រហែលជាពិបាកនឹងឱកាសថាតើខ្លួនឯងជានរណាព្រោះដោយសារអូនអត់មាន foundation ដោយសារយើងអត់មានសមត្ថភាពអញ្ចឹងយើងច្បាស់ជាមិនដឹងថាយើងជានរណាហើយ